រស់ធូរឲ្យរស់នឹងកាយរស់បាយឲ្យរស់នឹងឆ្នាំអត់មានត្រូវទៅរស់ធូរឯណាក្រៅពីជីវិតបច្ចុប្បន្ននឹងទេព្រោះខណ្ឌធាតុអាយតនៈមានសពគ្រប់អស់ហើយណាខណ្ឌ5អាយតនៈ12ធាតុ18គឺមានសពគ្រប់ទាំងអស់ណានៅក្នុងទូបញ្ចខណ្ឌទូជីវិតហ្នឹងគឺមានសពគ្រប់អស់ហើយអ្វីដែលនៅខ្វះគឺបញ្ញាដើម្បីសិក្សាស្រាវជ្រាវរៀនរកសេចក្តីពិតតែប៉ុណ្ណោះហើយអ្វីដែលជាផែនទីដែលជាកញ្ចក់ឆ្លុះបង្ហាញការពិតហ្នឹងព្រះសម្មាសម្ពុទ្ធបានសម្ដែងឲ្យហើយនៅឡើយតែយើងទាំងអស់គ្នាហ្នឹងតើព្រមទទួលយកឬក៏មិនទទួលតែប៉ុណ្ណោះព្រះអង្គត្រាស់ដឹងដំបូងព្រះអង្គបានត្រាស់ថាទ្វារនៃព្រះនិព្វានហ្នឹងបើកហើយសត្វដែលមានសោតៈគឺតិចនេះមិនតាន់ខូចចូលបញ្ចេញនៅដៃគឺសទ្ធាមកចុះតថាគតនឹងសម្ដែងនៅផ្លូវប្រតិបត្តិដើម្បីដល់ទីរំលត់ទុក្ខដល់តែញាតិញោមមានការចេះដឹងទៅវាចូលទៅដល់ចំណុចមួយដែលមានខ្លួនឯងជាទីពឹងថ្មីត្បិតថាពធសម្ដែងថាអត្តាហេអត្តណោនេថោណាខ្លួនឯងជាទីពឹងរបស់ខ្លួនឯងកោហេនេថោបរោសយាណានឹងជាទីពឹងរបស់យើងបានណាអត្តនាហេសតន្តេអ្នកបើថាខ្លួនឯងទូនមានខ្លួនឯងបានល្អនេថាងលបតិទុលភៈនឹងបានជាទីពឹងដែលគេរកបានដោយកម្រពាក្យហ្នឹងស្ដាប់ទៅងាយក៏ប៉ុន្តែយើងត្រូវដឹងថាតើការទីពឹងខ្លួនឯងហ្នឹងទីពឹងមិនណាជាងការព្រះអង្គសម្ដែងថាឲ្យទីពឹងធម៌សរុបសេចក្តីមកការដែលពឹងខ្លួនឯងនេះគឺត្រង់ដែលខ្លួនឯងហ្នឹងជាមនុស្សចេះដឹងបានពឹងខ្លួនឯងកើតដល់ទៅមនុស្សខ្លួនយើងជាអ្នកចេះដឹងយើងពឹងធម៌ហ្នឹងឯងហើយធម៌ដែលគួរជាទីពឹងបានពិតប្រាកដគឺជាលោកតរៈធម៌គឺអរហត្តមគ្គនឹងនៅក្នុងព្រះអត្តកថានៃបកាយថានឹងសម្ដែងអញ្ចឹងហើយដើម្បីឲ្យបាននៅញាណដ៏បរិសុទ្ធបានទម្លុះនៅមគ្គបានមិនមែនខ្ចីបញ្ញាអ្នកដទៃទេគឺបញ្ញារបស់ខ្លួនឯងណាមកដល់សម័យនេះហើយល្មមតែបានយល់ដឹងយើងតែនិយាយថាសម័យនេះសម័យកុំណាកុំព្យូទ័រសម័យកុំព្យូទ័រចឹងបើជាមនុស្សថ្មីគួរតែមានសទ្ធាថ្មីបញ្ញាថ្មីកើតឡើងអាស្រ័យព្រោះពធធម៌របស់ព្រះសម្មាសម្ពុទ្ធមិនមានចាស់មិនមានថ្មីគឺថាតែងតែត្រូវគ្រប់សម័យកាលទាំងអស់ប៉ុន្តែការវិវត្តរបស់សត្វលោកយើងឲ្យទៅជាមនុស្សបរិសុទ្ធទៅជាមនុស្សប្រសើរគឺវាទល់តែវិវត្តពីអវិជ្ជាទៅមានវិជ្ជាជាការសម្ដែងអំពីសង្ខារធម៌ដែលមិនទៀងមិនទុកឲ្យវាមិនទៀងអញ្ចឹងទេគឺឲ្យមិនទៀងកុំឲ្យតែទៀងពីមុនមិនចេះឥឡូវនៅតែអត់ចេះមិនអញ្ចឹងទេពីមុនអត់ចេះឥឡូវឲ្យមកជាចេះអាហ្នឹងក៏ឈ្មោះថាមិនទៀងប៉ុន្តែមិនទៀងទៅរកសេចក្តីចម្រើនអញ្ចឹងណាកុំបដិញប្រាប់ទៅយ៉ាកុំមកបដៅអញចេះធ្វើបន់តាំងពីដាក់ក្នុងពោះម៉ែហ្នឹងចុះចេះតាំងពីក្នុងពោះម៉ែមិនមកនៅយំទៅហេតុហេតុអីជាមួយចៅហ្នឹងមែនណាមិនក៏មិនទៅទៅពៀនទៅហើយទៅណោះហ្នឹងអាថ្មជាថាហើយញោមចាស់ប៉ុនហ្នឹងមានកំងធួអីទេហ៎អត់កំងទេអត់មានកំងធួអីទេការកំងការអង្គសំដែងបុតផ្កាឯណាផ្កាណាកណាតែនៅក្នុងឱកាសណានេះនិមន្តកណាជួយសម្ដែងពធនៅក្នុងរឿងបុណ្យផ្កាដែលខ្ញុំមិនដែលមិនតាន់បាននិយាយរឿងផ្កានឹងឲ្យបានច្រើនទេណាមិនបានយើងត្រូវធ្វើបុណ្យផ្កាមិនដាក់ឈ្មោះថាបុណ្យប្រមូលលុយមកទៅណាបុណ្យផ្កាប្រមូលកណ្ដាលលុយធ្វើកតុងចែកដីហ្នឹងបុណ្យផ្កាគួរតែប្រមូលផ្កាឲ្យច្រើនបើបុណ្យផ្កាប្រមូលលុយវិញហ្នឹងដូចអានេះគ្រាន់តែចលឹកជាបញ្ហាហើយបន្តិចតួចទេប៉ុន្តែកាលណាសោគ្រូសម្ដែងពធយ៉ាងណាដើម្បីបង្ហាញអំពីការសន្សំបុណ្យនឹងនាំមកនៅសេចក្តីសុខចឹងណា
rồi nhiệt nhôm trong á rừng sọc nâng từ vót đợt thụp xong ấy thầy đại cả tục ấy từ vót đại phanh cung pre ta bọn ơi xong bọn chia du na hai xong chư các ba chư cung mà đo mà đang chân đấy thầy chư đấy nâng à bọn ơi nhầm bọn không ai du bay tôi dùng ca tới xong chạp chạp tình mau đại xong chân đấy miền là xong bởi không ai mấy có xong ăn bà chẳng mong bị pre mình bật cái đưa coi dòng mẹ để đưa có bon về một trời nè chẳng xong cả ná xong đây những tí để thà thử bon năm mới ban sĩ đây sọc nó là lớn à đừng sọc à na cốt về mở khơi lời nó trong ở lơ cầm pi thà sọc ba triệu bon pro bon nó dạng mệt chân nè xong đi một cái này khi cái này xong mà scat vai cùng với chung bayในประกายร้อนได้จะรัตนะดาวต้องดำสายปุ่งปูได้สกเรจะรัตละดอกไกลเลนปีขยมกันนะส่งนมัสการไหว้บังคมจมปูลมจากครูได้จะครูเจมิจาและทลายทลาระบบขยมบุกันนะยังนั่งส่งนมัสการไหว้บังคมปูกันนะกุญจากกระปรองตึงออกยมกันนะสมการปีลมจากครูได้จะครูเจมิจาระบบขยมกันนะสมการปีลมจักให้นำอาวุธสาวดำใบบานอกาสมได้ในประโทขนมพิธีบอนนี้ยมกันนะเมาน้ำเมาสดับแต่ครูหาวลานเติมบานอกาสมได้โทขนมตีนี้ระยะกาลได้ซ้อมสอบนังพอพอดอลเอาชมกันนานังบานโอกาสปนังไอน่ะนักนังชิมน้อยในบนกานี้ชมกันนาบานศึกษาปีประวัติระบบโจตกะเศรษฐีนังพองได้ลำจากครูบานสมได้นักนังสมัยกลายมากอดบานก่อสร้างนักกดนังประดับโดยแก้วปัมปีปากกาให้กอดโยบประนังจะโรยเรยจุมวิญกอดระบบพระสมาสามปดจะโรยเรยสดแต่ประสดแต่ระบบเมียนตำไหลกอดบางก่อสร้างอาสนะระบบพระสมาสามปดตำใบสมได้ประโทนกขนมการได้กอดก่อสร้างบริษัทต่างหลายได้เชิญมอบดำใบสนับประโทระบบพระดำเนินประเภทนั้นก็จับโยกในประระบบกอดนั้นมวยกระดับมันเนี่ยตบเตะวิ่งเนี่ยดังเอาสดับนั้นมั้ยได้ละเกยจับโยกออกจังกอดโยกประระบบกอดแต่เมียนนั้นมาโรยเรียนมาดองเตียนโรยเรียนจะเรื่อยๆสำหรับรอกระไดบอกกอดนั่นยัยปีพอได้เมียนมองปีอัตไตตะนี่ยัยปีให้อัตไตตะมุนบ้านพอขนมปัจจุบันคือบ้านจิตสไทยดำเนินตรอมสมบัติจราเจียนจรานะในทางกรงเรจิกรึกรงเรจิกรึสมบูรณ์โดยสไทยดำเนินตรอมสมบัติให้ขนมสมัยพุทธกาลในเยิงคือพระสมมาสามปุตพระสมณะโกดอมในเยิงปุตบอสันกระทบลือเปียระบสตตะนักทบลือเปียระบกอดให้สตตะปันไตชมัวมวยที่ได้แกเอาชมัวกอดเมาโนคือโลกสไทยอนาถบัณฑิกะปันในชมัวดามกอดชมัวสตตะสตตะนั่งใบยังแปรเต้าบานีทันได้เอาดอยหล่อชมัวกอดหล่อชมัวกอดจังนะก็ปันในยังกิดแต่ดาวสเปียบในกอดได้ขนมการได้เปรสมาสัมพุทธพระองค์คงจำประวัติศาสตร์ตีมวยนเนปรีเสปะตะเนมกติยวนพระองค์ยังใจยมปีปรีเสปะตะเนมกติยวนนั้นหมกการกรงเรจิกรึโครงการนู้นเมียนสไทยได้เจียมมัดสำลังระบบกวน
បាននិមន្តព្រះដ៏មានពភាកដើម្បីឆាន់ចង្ហាន់នៅក្នុងថ្ងៃស្អែករួមជាមួយនឹងភិក្ខុសង្ឃក៏បានអញ្ជើញលោកសទ្ធីអនាថបិណ្ឌនឹងឲ្យគាត់នៅចាំជួបព្រះដ៏មានពភាកគ្រាន់តែឮថាព្រះពុទ្ធព្រះអង្គបានត្រាស់ដឹងក្នុងលោកមួយយប់ហ្នឹងគាត់សម្រាកមិនលក់ទេនៅគាត់ធ្វើដំណើរចេញអំពីផ្ទះលោកសទ្ធីទៅកាន់សីតវ័នព្រៃសីតវ័នព្រៃត្រជាក់ហើយមានពពួកសាកសពដ៏ច្រើនដែលគេចោលមីដេរដាស់នៅលើផែនដីគោភ័យរន្ធត់តក់ស្លុតក្នុងដំណើរដែលគាត់ធ្វើដំណើរទៅក៏ក្នុងកាលនោះគាត់ក៏បានធ្វើដំណើរទៅជាប្រកដីនៅទៅរកព្រះដ៏មានពភាកទៅម្ដងហ្នឹងដោយភាពភ័យខ្លាចព្រឺរោមព្រឺស្បែកព្រឺខ្នងរបស់គាត់កម្លាំងនៃសភាពជ្រះថ្លាចំពោះព្រះដ៏មានពភាកត្រូវរលាយបាត់បង់សាបសូន្យចុះក៏ពន្លឺដែលភ្លឺស្វាងក្នុងដំណើរដែលគាត់ទៅនឹងត្រូវរលាយបាត់ក៏ប៉ុន្តែមានជាដែលធ្លាប់ជាមិត្តសម្លាញ់របស់គាត់នឹងបានពោលឡើងថាដំណើររបស់អ្នកដែលឈានមួយជំហានសំបីសេះ1000ស្រីកញ្ញាស្អាត1000ឬគ្រឿងអលង្ការដែលប្រដាប់តាក់តែងសំបី1000ក៏ពុំមានតម្លៃស្មើនឹងមួយជំហានរបស់អ្នកដែលឈានទៅមុខនោះទេបញ្ជាក់អត្ថន័យអញ្ចឹងណាហេតុអីបានសម្ដែងអញ្ចឹងព្រោះក្នុងដំណើរមួយជំហានប្រកបដោយបេតិប្រកបដោយបុណ្យកុសលប្រកបដោយចិត្តជ្រះថ្លាប្រកបដោយសោមនស្សរីករាយក្នុងព្រះពុទ្ធសាសនាហើយមានគោលបំណងដើម្បីចូលទៅរកព្រះដ៏មានពភាកដែលព្រះអង្គគង់ក្នុងការដែលព្រះអង្គយាងមកកាន់ព្រីសីតវ័នហ្នឹងឬក៏ព្រះអង្គយាងមកកាន់ក្រុងរាជក្រឹសហ្នឹងលោកសទ្ធីគាត់ពុំដែលបានដឹងថាព្រះដ៏មានពភាកព្រះអង្គបានត្រាស់ដឹងទេតែដែលលោកសទ្ធីដែលជាមិត្តសម្លាញ់ហ្នឹងប្រាប់ទៅក៏គាត់ដឹងថាព្រះដ៏មានពភាកព្រះអង្គត្រាស់ដឹងក្នុងដំណើរដែលគាត់ធ្វើដំណើរទៅមុខទៀតដោយពន្លឺបៃតិហ្នឹងធ្វើឲ្យភ្លឺមិនបាច់ប្រើពិលហើយក៏មិនបាច់ប្រើប្រទីបណាក៏អត់គាត់មិនចាំបាច់ពឹងពាក់លើប្រទីបទេក្នុងដំណើរដែលគាត់ទៅណាមិនចាំបាច់ពឹងពាក់លើវត្ថុដែលជាគ្រឿងវិទ្យាសាស្ត្រឲ្យបំភ្លឺផ្លូវរបស់គាត់ទេតែពឹងលើបៃតិរបស់គាត់ផ្ទាល់តែម្ដងគាត់ធ្វើដំណើរទៅនឹងភ្លឺទៅទៀតទៅបានងងឹតម្ដងទៀតយៈនឹងស្រែកម្ដងទៀត3ដងយៈស្រែក3ដងបានពេលព្រៀងចឹងទៅក៏ចូលទៅក្បែរព្រះដ៏មានពភាកព្រះអង្គក៏កំពុងតែយាងចង្ក្រមហើយក៏ព្រះអង្គគង់ចាំនៅពេលដែលគាត់ចូលទៅដល់បើសិនជាបុគ្គលនឹងដឹងឈ្មោះដើមរបស់អញជឿថាបុគ្គលនឹងគឺជាព្រះដ៏មានពភាកហើយជាពុទ្ធដែលត្រាស់ដឹងមែនគ្រាន់តែចូលទៅដល់មិនទាំងបានរយៈផងព្រះដ៏មានពភាកព្រះអង្គទ្រង់ត្រាស់ហៅសតតៈថាណែសតតៈអ្នកចូលមករកតថាគតចុះព្រះពុទ្ធដីកាប៉ុណ្ណឹងណាធ្វើឲ្យលោកសទ្ធីអនាថបិណ្ឌមានបៃតិសោមនស្សរីករាយដល់ខ្លាំងក្លាទៅរកព្រះដ៏មានពភាកដឹងថាអូណោព្រះដ៏មានពភាកព្រះអង្គជ្រាបសពគ្រប់ប្រការទាំងអស់បានព្រះអង្គសម្ដែងអំពីព្រះធម៌មួយប្រកាថាមួយបាតនៅក្នុងទីហ្នឹងញ៉ាំងលោកសទ្ធីអនាថបណ្ឌិតឲ្យបានតាំងនៅក្នុងភាពជាអរិយបុគ្គលហើយក៏បានអារាធនាព្រះដ៏មានពភាកជាមួយនឹងភិក្ខុសង្ឃឲ្យយាងទៅកាន់ក្រុងសាវត្ថីក្នុងដំណើរដែលព្រះអង្គយាងព្រះអង្គទៅហ្នឹងគាត់រៀបចំរកទីកន្លែងដែលកសាងវត្តថ្វាយចំពោះព្រះដ៏មានពភាកដល់តែរកទៅមិនដឹងថារកកន្លែងណាក៏ឃើញព្រះរាជាឧទ្យានរបស់ព្រះរាជកុមារឈ្មោះចេតណាឈ្មោះចេត
ban xong tinh pi bể chế của ma nâng có ban ác người nhà thà bờ sân chỉ đẹp biên trọc sầm bát hơi dọc một kral bạ rồi bọn nè kral ban phần má nè ai dọc phần năng cho chẳng có dọc trọc sầm bát âm pi khleng rồi bọn con nó một kral lơ đầy nhận nhom chỉ đẹp đó kral lơ đầy nó cứ tạo dọc bạ một kral lơ đầy nó bờ tam tụm húng trong sớm ấy Phật cá đã máu phải chỉ 1 kg đấy tụm húng thống đó nè còn tay cật vô bạ nâng một kra thấy ban phần nắng sạch rồi chỉ bớt mua trên nắng ta bệnh chân vô phần nắng cho còn anh nhạt ở vô phần nắng cho nấu pe để vô mà vô tới ban co sang nấu vót trên tập cuốn hai bàn co sang nữ có chẳng lại đòi tràn tiết với thoai chấm buộc pre bị cọ sóng đại bò rì bô tự đòi pre khay na srop chẳng lại oi cung nữ hai bàn co sang nữ kre vai chấm buộc pre để miền tập hìa hai co sang một con là con nắng trong cái ti cần lại pre sma sam put bay pre ong bôn mọc tiệt đời ca riêng cho mọc pi tẹt tua mọc pi opa này say tăng pi đa mọc rồi bọc con bọn bàn riêng cho một bạn này say rồi bọc con ở bàn co sang đâu một con là con trong cần lại nâng đợt đài hai chân kre chẳng buôn rồi bọc pre sma sam put cứ pre sma sam put cả cọ xoan thô pre sma sam put cao na cái mà nấu pre sma sam put ca spa pre samana cô đóng chân kre cứ nấu trong ti cần lại muối chiều muối khné ắt miên khét ắt miên hốt hai có mình bán clean khét cho nhầm pi ti cần lại na bận tịch bận tuổi cứ cần lại nâng đại presma sam put buôn prong tôm trong ti cần lại nâng ai ní đời ca riêng cho móc ông pi ở tây tạ để con lọc co sang bôn hai miền sập hiết chứ đất lai chấm pua pre là miền bập hìa nâng dây bị pha là tay tắt tẹt tên chỉ mùi nâng bón cá đời ban co sang người dây bị mía pra cứ thả ban nhiệt nhóm ban vô co sang và chạy đây đôi chỉ cả kral về thoai chấm pua presma samput đôi chỉ lúc sẽ thấy ở na thạ bên đôi khné chẳng đài mình mến bắt bong tờ nà thế cứ ban dân dốt tờ cọp tốc dưới thay dân dốt tờ kra ti cần lại nâng đằng bay ao presma samput prong cung đầu ti cần lại để dân riệp trong vai prong đòi to tay mà đòn dân pi tự tập hiệp rư bon pan chụp bon khiêm cả ná thoa hiệp lơ của tía ho chụp pro cả đấy đại sừng cung pan chụp bon khăn để lơ cả tía ho môi mau bệnh chệ bẩn nào mà nuôi dân thầm mặt đá nhiệt nhôm rực cả đá con cha riêng co kho cô ngô bị đá màu xót với cái bát dân sờ xe nừ siêu phô có bật có bàn tay cà chong cha mà so từng óc năng vật thật nâu tròn mà miền đăng luôn thả cá chong cha mà so từng óc năng vật thật nâu tròn mà đó mơ khơi đấy chạp bàn đấy pol trâu bàn đấy sật để chạp mình bán pol trâu cùng bán mơ cùng khơi có bàn tay dân ai vô cả so nâng một mơ án sờ xe cái chân này tôi chỉ rương rau tôi chỉ ai cả xa tôi chỉ rồi bóc đại sòng cung chia từng mối pra bàn trong mình chạy một vấn thả lát tập hall ba chục bon đi bọc cô đã sòng sòng bón mới có cùng khơi chạp có cùng bán hai cùng đã sầm lăng thả từ đau bật vào con bon của son nắng về nở trăng nà ta về thắt đâu trăng nà sòng xuôi chùm nói nè bây giờ lơ cái họ một với dân xuôi thầy cho co cô ngồi dân nắng tao về thắt đâu trăng nà đài dân có mình đăng thắt từ đau đưa bật vào con Paul về giáo bao việc bật vào con đâu trăng nà đây có bàn tay nộp bế đại việc phát đo oi màu dân quanh nè
តើលទ្ធផលដែលយើងទទួលបានហ្នឹងវាមកពីណាដែរណាយើងគិតថាលទ្ធផលដែលទទួលបានហ្នឹងមកពីណាដែរបើគិតពិចារណាតិចមើលលទ្ធផលដែលទទួលបានអំពីការដែលយើងធ្វើបុណ្យហ្នឹងបានមកពីណាដែរមើលឃើញទេយើងទាញយកបុណ្យហ្នឹងមកវិញបានទេលទ្ធផលហ្នឹងគឺថាទាញពំបានដូចគ្នាមើលក៏ពំបានដូចគ្នាហើយការព្យាយាមប្រឹងប្រែងដើម្បីនឹងរៀនបានច្រើនប៉ុណ្ណាលទ្ធផលនៃការចេះក៏បានច្រើនប៉ុណ្ណោះរៀន1ឆ្នាំលទ្ធផលនៃការចេះបានកើនឡើង1ឆ្នាំរៀនកាន់តែច្រើនធ្វើបានចេះដឹងកាន់តែច្រើនក៏ប៉ុន្តែបុណ្យក៏ដូចគ្នាណាធ្វើកាន់តែច្រើនបុណ្យកុសលក៏ចម្រើនកាន់តែច្រើនដូចគ្នាហ្នឹងការឧទាហរណ៍ប្រៀបធៀបហើយចោះសពជាបច្ចុប្បន្នហ្នឹងយ៉ាងម៉េចចង់ដឹងថាលទ្ធផលដែលធ្វើបុណ្យហើយទាមទារសុខក្នុងបច្ចុប្បន្នហ្នឹងយ៉ាងម៉េចប្រហែលជាយើងពុំដែលគិតដល់ឬក៏យើងពុំដែលដឹងថាតើលទ្ធផលជាបច្ចុប្បន្នដែលយើងទទួលបានហ្នឹងយ៉ាងម៉េចដែរប្រហែលយើងពុំបានគិតតាមពិតបុណ្យកុសលគឺនៅជាមួយយើងឬសេចក្តីសុខគឺស្ដេចនៅជាមួយយើងហើយនៅក្នុងកណ្ដាប់ដៃដែលយើងចាប់បានតិចជានិច្ចក្នុងកណ្ដាប់ដៃយើងពុំមែនបានស្ថិតនៅលើបុគ្គលដតីណាទាំងអស់នោះទេគឺស្ថិតនៅលើយើងណាសួរថែមដែរកំពុងតែស្ដាប់មកបាញ់មិញហ្នឹងត្រង់កាលណាសំដែងថាដូចជាការរៀនអញ្ចឹងកាលណារៀនច្រើនគឺចំណេះចេះដឹងហ្នឹងកាន់តែចម្រើនបុណ្យក៏ដូចគ្នាធ្វើច្រើនទៅកាន់តែច្រើនចុះឧទាហរណ៍ថាបួសហ្នឹងក៏ជាការសន្សំបុណ្យដែរណាប៉ុន្តែបើការនៅសាមណេរអីហ្នឹងគឺថាមិនសូវកាចមិនសូវក្អេងក្អាងអីទេដល់តែយូរទៅខ្លាយជាគ្រូសូត្រឬក៏ខ្លាយជាសង្គ្រាចចឹងទៅការជេរបចោពេញទៅវត្តមកអាហ្នឹងតើបួសយូរបុណ្យចម្រើនឬក៏បាបចម្រើនវិញអាហ្នឹងឬក៏ដូចជាញាតិញោមដែលចូលទៅវត្តដំបងចេះគោរពចេះអីដល់តែបានធ្វើយាយធំក្នុងវត្តហ្នឹងក្អេងក្អាងលោកនេនហ្នឹងស្ដីឲ្យទៀតផងណាអាហ្នឹងបុណ្យចម្រើនឬក៏បាបចម្រើនអាហ្នឹងទេសួរតចំណុចណាត្រង់ចំណុចនេះយើងវិភាគទៅតាមបុគ្គលចំណុចពេលដែលគាត់ធ្វើបុណ្យក៏រាប់ចាត់ទុកថាគាត់ឆ្លាតជាងមុនដែរចាគ្រូគាត់ឆ្លាតជាងមុនពេលដែលគាត់ធ្វើបុណ្យគាត់ស្គាល់ណាខុសណាត្រូវគាត់ស្គាល់ធ្វើបុណ្យយ៉ាងម៉េចបានបុណ្យអាហ្នឹងលទ្ធផលដែលគាត់ធ្វើបុណ្យពេលចូលយូរក៏ប៉ុន្តែលទ្ធផលមួយទៀតដែលវាផ្សេងអំពីការធ្វើបុណ្យអំណាចកើនបន្តិចធ្វើឲ្យមនុស្សខ្ពស់បន្តិចបានន័យថាចិត្តវាឡើងទៅតាមអំណាចចឹងឧបមាថាពុទ្ធបរិស័ទចូលទៅក្នុងវត្តចូលយូរទៅលែងគោរពលោកហេតុអីបានលែងគោរពថាស្គាល់ចិត្តលោកស្គាល់ចិត្តព្រះបន្តទៅចឹងណាយល់ពាក្យថាស្គាល់ចិត្តព្រះដែរយល់ពាក្យហ្នឹងដែរស្គាល់មិនទៅចិត្តព្រះល្អណាស់ប្រកបដោយមេត្តាករុណាមុទិតាឧបេក្ខាប៉ុន្តែឥឡូវស្គាល់មិនទៅប្រកបទៅដោយសัพពញ្ញុតញ្ញាណណាហ្នឹងចិត្តព្រះដ៏មានពភៈណាឥឡូវស្គាល់យ៉ាងម៉េចទៅស្គាល់ហួសណាស្គាល់ហួសពាក្យថាស្គាល់ហួសក្នុងទីនេះខ្ញុំកណាត់អាភិបគ្រាន់តែចង់បញ្ជាក់ថាយើងចូលទៅដល់ថាទីនេះជាទីសុខដុមរមនា
បែរជាត្រឡប់មកទៅជាទីដែលយើងសាងបាបយកទីដែលល្អប្រសើរត្រឡប់មកឲ្យយើងសាងបាបទៅវិញនឹងអាចទៅអញ្ចឹងបានព្រោះអីព្រោះយើងវាខ្ពស់មែនណាយើងខ្ពស់មែនអត់មើលងាយអ្នកដទៃបានដោយសារយើងខ្ពស់ធ្វើរឹកឬក៏ចរិតរឹកពៀឡើងហើយយើងហៅថាឡើងមាននេះបានដោយសារយើងវាខ្ពស់មែនណាខ្ពស់នឹងឯងដែលថាវាហួសជាងព្រះសម្មាសម្ពុទ្ធព្រះអង្គពុំដែលសម្ដែងអំពីសភាពនៃមាននេះហ្នឹងជាធម៌គួរដល់ការចម្រើនទេតែព្រះអង្គទ្រង់តាសម្ដែងថាមាននេះជាសភាវៈធម៌គួរដល់ការលះបង់គួរដល់ការអប់រំហើយលះបង់បានព្រះអង្គមុននឹងព្រះអង្គត្រាស់ដឹងព្រះអង្គពិចារណាថាម៉េចទុកមានផ្លូវនៃការរំលត់ទុកក៏មានដែរហេតុនាំឲ្យការទុកមានផ្លូវនៃការរំលត់ហេតុនាំឲ្យការទុកក៏មានសេចក្តីសុខមានផ្លូវនៃការប្រតិបត្តិនាំឲ្យបានសេចក្តីសុខក៏មានមគ្គបដិបទាមានអញ្ចឹងបុគ្គលក៏បីប្រព្រឹត្តតាមមគ្គបដិបទារបស់ព្រះដែលមានពភាត្រង់ចំណុចហ្នឹងឯងដែលចង់សម្ដែងថាជាផ្លូវនៃការគោរពប្រតិបត្តិដើម្បីកំចាត់បងនៅមានអ្នកដែលមាននៅក្នុងខ្លួននៃបុគ្គលម្នាក់ត្រង់ចំណុចថាបុគ្គលណាក៏ដោយឲ្យទៅនៅក្នុងវត្តអារាមឬក៏ប្រសង់ដែលបានបួសយូរហើយបែរត្រឡប់ទៅជាតម្កើងខ្លួនលើកម្ពស់ខ្លួនអញ្ចឹងទៅគឺថាផ្ទុយជាមួយនឹងពុទ្ធដីការបស់ព្រះដែលមានពភាព្រះអង្គសម្ដែងសភាវៈធម៌គួរដល់ការលះបង់ពុំដែលសម្ដែងពីបុគ្គលដែលគួរដល់ការលះបង់ទេពីព្រោះបុគ្គលដែលខ្ពង់ខ្ពស់ឬបុគ្គលដែលប្រសើរលើសខ្ពស់ហ្នឹងក៏អាស្រ័យទៅលើមានអ្នករបស់ខ្លួនប៉ុណ្ណោះត្រង់ចំណុចបុគ្គលវង្វេងភ្លេចគឺអត់បានដឹងខ្លួនត្រង់ចំណុចហ្នឹងណាអត់បានដឹងខ្លួនថាខ្លួនឯងមានអ្នកឬការតម្កើងខ្លួនការលើកខ្លួនអីគឺពុំដែលបានដឹងនៅពេលដែលសភាវៈធម៌ទាំងអស់ហ្នឹងកើតឡើងអញ្ចឹងត្រូវការអីដើម្បីបានដឹងស្ដាប់សិក្សារៀនសូត្រចេះវិនិច្ឆ័យគេឲ្យនិយមម្ដីមួយគេថាចំណេះវិទ្យាបានត្រឹមតែប្រមាណជា80ទៅ96%អត់បានដល់100%សម្រាប់ជីវិតណាអាហ្នឹងសម្រាប់តម្រេះវិទ្យាគេហៅថា knowledge គឺបានតែប៉ុណ្ណឹងប៉ុន្តែអាកប្បកិរិយារបស់បុគ្គលម្នាក់គឺស្មើនឹង100%នៃជីវិតអាកប្បកិរិយារបស់បុគ្គលណាព្រោះធម្មតាមនុស្សលំបាកកែខៃរឿងអាកប្បកិរិយារឿងអំពើឬរឿងចរិតឬការប្រព្រឹត្តរបស់ខ្លួនឯងនឹងឲ្យល្អណាស់អ្វីត្បិតតែមានចំណេះវិទ្យាមែនពុំមែនបុគ្គលនឹងមានលក្ខណៈគ្រប់គ្រាន់ 100% ទេក៏ប៉ុន្តែបើមានអាកប្បកិរិយារួមជាមួយនឹងចំណេះវិទ្យាបុគ្គលនឹងមានលក្ខណៈគ្រប់ 100% ស្ដាប់ពាក្យនឹងយល់ដែរពុទ្ធបរិស័ទស្ដាប់យល់ដែរពាក្យថាអាកប្បកិរិយានឹងមិនទៅអាកប្បកិរិយានឹងបានន័យថាមិនទៅបើសិនជាចង់ឲ្យខ្លួនឯងជាមានលក្ខណៈបុគ្គល 100% អាកប្បកិរិយាកំចាត់បងមានដែរទន់ភ្លន់ឃើញទេអាកប្បកិរិយាត្រង់ចំណុចណាដែលធ្វើឲ្យល្អប្រកបទៅដោយមេត្តាទាំងពាក្យសម្ដីកពោលមិនខឹងមិនជេរមិនស្ដីមិនបន្ទោសទាំងខ្លួនឯងជាអ្នកធំក៏ដោយក៏ពុំបានតម្លើងអាកប្បកិរិយាហ្នឹងឲ្យខ្ពស់ហួសពីការស្មាន
ហើយទាំងចរិតអព្យាស្រ័យហ្នឹងគឺមានសភាពទន់ភ្លន់ល្អប្រសើរបើអោតលំទោនបានប៉ុណ្ណឹងគេរាប់ថាបុគ្គលហ្នឹងបាន 100% រួមជាមួយនឹងចំណេះវិទ្យាប៉ុន្តែបើពឹងលើចំណេះវិទ្យាខ្វះអាកប្បកិរិយាបុគ្គលហ្នឹងអត់បានគ្រប់លក្ខណៈ 100% ទេព្រោះខ្វះអីព្រោះខ្វះចរិតល្អគេនៅស្អប់គេនៅខឹងគេនៅមើលងាយណាគេនៅទៅចិត្តណាពីព្រោះអីសំបីធំប៉ុណ្ណាក៏ដោយសាកទៅធ្វើរឹកចាងម៉ាងឆ្មាំងឆ្មៃដាក់គេសាកលើមើលអូពីមុនណាមីណឹងណា